ចាំសិនមុនពេលអ្នកស្រមៃចង់ខ្លាយជាអ្នកជួញដូរឬ trader កម្រិតទី5សូមសួរខ្លួនឯងនៅសំណួរមួយតើបច្ចុប្បន្នអ្នកពិតជាស្ថិតនៅកម្រិតណាពីព្រោះអ្នកជួញដូរភាគច្រើនគិតថាពួកគេស្ថិតនៅកម្រិតទី4ទាំងដែលការពិតពួកគេកំពុងជាប់គាំងនៅកម្រិតទី1នៅឡើយថ្ងៃនេះយើងនឹងមកវះកាត់កម្រិតទាំង5នៃសមត្ថភាពជួញដូរប្រចាំថ្ងៃផែនទីបង្ហាញផ្លូវនេះអាចជួយសង្គ្រោះអ្នកពីការភ័ន្តច្រឡំនិងវង្វេងរាប់ឆ្នាំតោះចាប់ផ្ដើមកម្រិតទី1ការរស់រៀន survive នេះជាកន្លែងដែលមនុស្សស្ទើរតែគ្រប់គ្នាចាប់ផ្ដើមអ្នកចូលប្រឡូកក្នុងទីផ្សារដោយក្តីរំភើបឃើញគេបង្ហាញប្រាក់ចំណេញលើបណ្ដាញសង្គមហើយគិតថាវាស្រួលប៉ុន្តែបន្ទាប់មកការពិតបានវាយប្រហារខាតហើយខាតទៀតអ្នកបដូរយុទ្ធសាស្ត្ររៀងរាល់សប្តាហ៍ជួញដូរតាមអារម្មណ៍និង overtrade នៅកម្រិតនេះគោលដៅរបស់អ្នកមិនមែនជាការមានបានទេគឺការរស់រៀនមានជីវិតការពារគណនីនិងចិត្តរបស់អ្នកព្រោះបើអ្នកមិនអាចរស់ក្នុងវគ្គនេះទេអ្នកនឹងមិនអាចឃើញវគ្គបន្ទាប់ឡើយកម្រិតទី2ការរៀនសូត្រ learn ឥឡូវនេះមានអ្វីមួយផ្លាស់ប្ដូរការឈឺចាប់ផ្ដើមផ្ដល់មេរៀនអ្នកឈប់សួរថាតើខ្ញុំរកលុយបានប៉ុន្មានហើយចាប់ផ្ដើមសួរថាហេតុអ្វីបានជាខ្ញុំខាតអ្នកចាប់ផ្ដើមសិក្សាពីបច្ចេកទេសទម្រង់ទៀនតំបន់គាំទ្រនិងរនាំងនឹងការគ្រប់គ្រងហានិភ័យប៉ុន្តែវាមានអន្ទាក់ដ៏គ្រោះថ្នាក់មួយគឺការជក់ចិត្តនឹងការរៀនមនុស្សមួយចំនួនចំណាយពេលរាប់ឆ្នាំមើលតែវីដេអូអានសៀវភៅទិញវគ្គសិក្សាប៉ុន្តែមិនដែលអនុវត្តឡើយសូមចងចាំថាចំណេះដឹងដែលគ្មានការអនុវត្តបង្កើតបានត្រឹមតែការយល់សប្តិកម្រិតទី3ការអនុវត្ត apply នេះជាកន្លែងដែលអ្វីៗចាប់ផ្ដើមហ្មត់ចត់អ្នកឈប់ស្វែងរកសូចនាករវេទមន្តឬ magic indicators អ្នកជ្រើសរើសការរៀបចំតែមួយឬ one setup ហើយចាប់ផ្ដើមអនុវត្តវាដដែលនេះជាកន្លែងដែលការតេស្តសាកល្បងឬ back testing មានឥទ្ធិពលអ្នកកត់ត្រារាល់ការចូលទីផ្សារការចំណេញការខាតបង់និងអារម្មណ៍សន្សឹមអ្នកចាប់ផ្ដើមយល់ថាទីផ្សារចាប់ផ្ដើមនិយាយជាមួយអ្នកព្រោះទិន្នន័យមិនដែលកុហកឡើយកម្រិតទី4ភាពស្ទាត់ជំនាញ master កម្រិតនេះមិនមានការពាក់ព័ន្ធនឹងយុទ្ធសាស្ត្រសម្ងាត់អ្វីឡើយវាគឺជាការគ្រប់គ្រងខ្លួនឯងឬ self mastery ឥឡូវនេះអ្នកយល់ពីភាពអត់ធ្មត់អាចអង្គុយមើលទីផ្សាររាប់ម៉ោងដោយមិនធ្វើអ្វីសោះការខាតបង់លែងបំផ្លាញអារម្មណ៍របស់អ្នកទៀតហើយវិន័យคล้ายជាស្វ័យប្រវត្តិនេះជាកន្លែងដែលការជួញដូរត្រឡប់ជាគួរឲ្យធុញទ្រាន់ហើយវាជាសញ្ញាដ៏ល្អព្រោះភាពវឹកវរត្រូវបានបាត់បង់ហើយការសម្រេចចិត្តកាន់តែច្បាស់លាស់ចុងក្រោយអ្នកយល់ថាការជួញដូរគឺជាអាជីវកម្មមិនមែនជាការកំសាន្តឡើយកម្រិតទី5ភាពឆ្នើម Excel ទីនេះជាចំណុចកំពូលផលចំណេញមិនមែនជារឿងរំភើបហើយការខាតបង់ក៏មិនមែនជារឿងគួរឲ្យខ្លាចដែរអ្នកគិតគម្រោងវែងឆ្ងាយគិតលើ probability ឥឡូវនេះភាពថិតសេឬ consistency คล้ายជាអត្តសញ្ញាណរបស់អ្នកមនុស្សមើលមកអ្នកហើយគិតថាវ៉ាវគេមានដងណាស់ប៉ុន្តែពួកគេមិនដែលឃើញកម្រិតទី1មិនដែលឃើញការឈឺចាប់និងយប់ដ៏ឯកាឡើយពួកគេឃើញតែពានរង្វាន់មិនមែនដំណើរផ្លូវនោះទេឥឡូវនេះសូមគិតឲ្យបានហ្មត់ចត់និងស្មោះត្រង់នឹងខ្លួនឯងតើបច្ចុប្បន្នអ្នកពិតជាស្ថិតនៅកម្រិតណាព្រោះការដឹងខ្លួនផ្លាស់ប្ដូរគ្រប់យ៉ាងកុំប្រញាប់ទៅកម្រិតទី5អីត្រូវស្ទាត់ជំនាញលើកម្រិតដែលអ្នកកំពុងឈរជាមុនសិនវឹកហាត់វាទៅហើយកុំភ្លេច comment ប្រាប់ខ្ញុំផងពី Metika Traders Hub